មានអារម្មណ៍មិនដែរមក สบายเหรอ ចង់មកទៀតអត់ เมาตอนมีล้างล้างดอก មានអារម្មណ៍មិនដែរ មានអារម្មណ៍ happy ចង់មកទៀតអត់ ចង់តែដល់មកកាល ប៉ុន្តែពេលដែលឡើងគឺយើងចង់បាន feel មួយដែលវា natural មានអារម្មណ៍ថាអស់បដាបើដំណាក់ជាងយើងនៅ6ទៀតតែ7ហ្នឹងមិនដល់ណា7ហ្នឹងនៅដែរទៀត Hello នៅពេញមកបាល់អី Hello បង Hello បាទចាំជួបគ្នាលើភ្នំ Hello តែលេងចង់តែ នេះជាលើកទី1ហើយដែលខ្ញុំបានមកដល់ភ្នំខ្នងសំពៅនិងខ្នងផ្សារនៅទីនេះយើងធ្វើដំណើរថ្មើរជើងរាប់ម៉ោងដើម្បីមកដល់ទេសភាពនៅលើភ្នំគឺពោរពេញទៅដោយអាប់មេឃភ្លៀងក៏ដូចជាខ្យល់យ៉ាងត្រជាក់អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺយើងអាចមើលឃើញជួរភ្នំយ៉ាងច្រើននៅចំពោះមុខរបស់យើងសម្រាប់អ្នកដែលចូលចិត្តទេសភាពព្រៃភ្នំក៏ដូចជាធម្មជាតិគឺវីដេអូនេះសម្រាប់អ្នកទាំងអស់គ្នាហើយពីព្រោះខ្ញុំនឹងធ្វើដំណើរទៅខ្នងសំពៅនិងខ្នងផ្សាររយៈពេល1យប់2ថ្ងៃដូច្នេះកុំឲ្យខាតពេលវេលាយូរយើងនឹងទៅទស្សនាវីដេអូនេះទាំងអស់គ្នា អូខេអ្នកនរគ្នាឥឡូវនេះគឺយើងបានមកដល់ការ៉ាសាំងកៅតិចដែលជាកន្លែងឈប់សម្រាកសម្រួលយ៉ាបត់ជើងគោផ្សេងៗហើយពីកន្លែងដែលខ្ញុំកំពុងនៅឈរនេះទៅដល់ជើងភ្នំដែលយើងត្រូវឡើងប្រហែលចម្ងាយប្រហែលជាង80គីឡូបែងទៅខ្នងផ្សារជាលើកទីប្រហែលហើយលើកទី55ដងទី55ដងវ៉ាវបងឡើងមកដងហើយ ខ្នងផ្សារលើកទី1ខែនេះគាត់ដឹងនិយាយថាម៉េចតែក៏សួរថាឡើងមកដល់ឥឡូវឆ្លើយថាសម្រាប់ខែ6នេះលើកទី1បងប្អូនខ្នងផ្សារលើកទី1ខ្នងផ្សារ បើឆ្នាំហ្នឹងច្រើនដែរតែខែហ្នឹងលើកទី1 ចុះបងមកដល់ បាទខ្ញុំលើកទី1ដែរបងខែហ្នឹង ទី1ដែរ បាទ អូសិតតែលើកទី1អញ្ចឹងខ្ញុំមានតែខ្ញុំឯងបានអ្នកនរគ្នាលើកដំបូងបាទចង់និយាយថាលើកច្រើន Alright now មក9:47 នាទីយើងបានមកដល់ផ្ទះសហគមន៍ឯងដែលយើងនឹងធ្វើការជិះទលេថងគឺយើងហៅថាគឺយន្តត្រៃហើយចោលសម្រាប់មួយសិនហើយថ្ងៃហ្នឹងគឺមើលឃើញថាមានមនុស្សច្រើនមែនតើឥឡូវនេះក៏យន្តគាត់ចេញទៅមួយឯង dạ chẳng dương từ do hoàn bó dưới năm bây giờ vua ca đặt lưới của dún hay như mà trường làng lửaស្វាគមន៍មកក្នុងផ្សារ lấy cái dương đặt cả táp mình lưới khổ dún chẳng dương miếng bấy muối tí bầy hello នៅពេញមកបាល់អី hello បង hello បាទចាំជួបគ្នាលើភ្នំ hello តែលេងចង់តែ សบายអត់បងសบายអត់ បាយ បងសบายត្រៀមសบาย បាយនិយាយខ្លាំងតិចទៅមកវិញចាំនិយាយសោ hello បង hello
Nhiều xưa ông ôn và cô mà căn vì là ô mui ní mình đang đặt np na thế hay dân tiêm láng khăn sang ôn là đi cái vùng tên là tia sạ cúng là tia bằng cừn mà ôn trong một ly khăn sạ để trong bằng cừn bát với con sạ cùng ok bà lấy vùng tiêm chi cô chú này xong xua mùi chỉ bò máy xem em để mấy màu mà làm không sang ta khu đi trong mày lại đi trăm p về lia muốn kì tao mất lui tôi ta miên lấy ăn máu bán không ôn tại tôi sẽ cài với em ôn bởi sao gì bong ôn trong máu bạn thấy máu miên pi dùm rơi đài thì mỗi trong sườn nóc nó đứa trong một bà trong sườn nóc nên ta dương chua tăng hạt cúm hay hạt cúm thường hôm mà chọc nó hai bàn dương speed đây văn luôn dương cả ai mà play đấy bàn này mùng đấy trước bànแต่bởi dương trong một bá dương speed đang bị còng speed đang bị mà hút nó anh mà chốt từ năng của bà này và phần đằng tì rồi tham tới láng đau đi nghe tiền ấy tiền ổn cho nên pi dùm rơi nằng trong sữa để trong hạt cúm mà kia điệp chóm đưa cả mau mới thui như ta trong trong bá trong trần lén lúc này khi mà chốt luôn ai mong từ tăng bị tăng bị mà hút tăng bị hai tăng bị tắc mà chốtទាំងអស់អូខេ ok ឥឡូវយើងទៅជួបគ្នានៅតាមផ្លូវទាំងអស់គ្នា អូខេ ឥឡូវនេះគឺម៉ោង 11 14 នាទីគឺយើងមកដល់ជើងភ្នំហើយដែរកន្លែងនេះគឺគេទើបតែរៀបចំទេគឺមានឈ្មោះថាលំហែបៃតងភ្នំខ្នងផ្សារហើយថ្ងៃនេះគឺយើងឡើងទៅលើផ្លូវមិនផ្លូវសម្រាប់ម៉ូតូឡានទេគឺយើងដើរថ្មើរជើងអាផ្លូវក្នុងព្រៃអញ្ចឹងពេលដែលយើងចុះមកវិញយើងនឹងចុះអាផ្លូវម៉ូតូឡានវាចិត្តជាងតែពេលដែលឡើងគឺយើងចង់បាន feel មួយដែលវា natural វាឆលែងខ្លាំងហើយខ្ញុំសង្ឃឹមថានេះគឺជា experience ដ៏ល្អបំផុតសម្រាប់រយៈពេល 2 ថ្ងៃនេះហើយអ្នកនរគ្នាបើមានពេលកុំភ្លេចមកលេងក្នុងផ្សារផងព្រោះដោយសារស្អាតមែនតើខ្ញុំមិនដឹងនិយាយមិនទេតែចាំមើលឡើងទៅដល់ក្នុងផ្សារខ្ញុំនឹងហោះ drone យកទស្សនភាពទេសភាពមួយចំនួននៅលើនោះអូខេYeah, see you guys. ឥឡូវនេះយើងមកដល់តង់ទី1ហើយតង់ទី1លេងមិនដឹងពេលជាង5 ឆ្នាំហើយខ្ញុំខានឡើងធំហើយឥឡូវហ្នឹងគឺមានអារម្មណ៍ថាអស់បដាហើយតាំងពីមួយហ្នឹងហើយមានបាន7ដំណាក់ជាងយើងនៅ6ទៀតតែ7ហ្នឹងមិនដល់ណា7ហ្នឹងនៅដើរទៀតអត់តាំងគេនោះឥឡូវដល់ដំណាក់ទី4ហើយអញ្ចឹងសុំញ៉ាំបាយទីសិនសោកខ្យល់ហើយចង់និយាយថាកតាបពេលដែលឡើងមកនៅជើងភ្នំស្រាលដល់ឡើងយូរទៅធ្ងន់ទៅតែបើឡើងភ្នំក្បែរឡើងទៅព្រឹកមកវិញខ្ញុំមកហោះសារការសាល100ប្រាប់ខ្ញុំហោះម៉ោង 2 កន្លះហើយយើងធ្វើដំណើរបានមកដល់ដំណាក់ទី 5 អញ្ចឹងសរុបទាំងអស់វាមាន 7 ដំណាក់ហើយថ្មើរជើងមួយដំណាក់ទៀតនៅនេះបានទៅដល់កន្លែងយើងបោះតង់ហើយឥឡូវនេះគឺយើងដល់ទី 5 ហើយសម្រាប់ការឡើងខ្ញុំដូចជាអីដែរព្រោះដោយសារមក
ឡើងមកដំបូងយើងហត់តិចតែយើងបានប្រែកហើយបានញ៉ាំអីតិចតួចទៅយ៉ាឥឡូវមានកម្លាំងត្រឡប់មកវិញអានេះមានន័យផ្ដាំផ្ញើទៅអ្នកដែលគាត់ចង់មកតែដែលគាត់ចង់មកក៏យើងគួរតែត្រៀមខ្លួនទៅហើយអ្នកអាចមើលវីដេអូនេះដល់ចប់ដឹងថាយើងត្រូវការអីគេខ្លះហើយដល់ពេលដែលយើងឡើងភ្នំចំពោះខ្ញុំមួយអាទិត្យអាចនឹងម្ដងប៉ុន្តែខ្ញុំទឹកតែម្ដងមួយអាទិត្យទេហើយឥឡូវវាចូលដល់រដូវភ្លៀងខ្លាំងមែនតើអញ្ចឹងវារៀងល្អជាងមុនបន្តិចអញ្ចឹងយើងត្រូវការអីត្រៀមច្រើនជាងមុនទៀតអញ្ចឹងណាឥឡូវយើងទៅជួបគ្នានៅខាងលើតែចង់ប្រាប់ថាចេះ view ស្អាតខ្លាំងណាចឹងអ្នកដែលបានមកគួរតែសាក់លបងមកឲ្យបានម្ដងមកគឺថា the best មក yes ឥឡូវយើងចាំទៅជួបគ្នានៅតាមផ្លូវទៀតជួបគ្នានៅក្នុងសំពៅសិនយ៉ាហើយស្អែកបានយើងទៅក្នុងផ្សារអូខេ let's go អូខេបងអត់អីតោះអញ្ចឹងទៅទៀតអូខេ 300 ម៉ែត្រទៀតអូខេអ្នកនរគ្នាឥឡូវនេះគឺយើងបានមកដល់ភ្នំខ្នងផ្សារតំបន់ទី6យើងបានធ្វើចម្ងាយដើរចម្ងាយប្រមាណ 3.55 គីឡូម៉ែត្រ Finally ខ្ញុំបានមកដល់តំបន់ទី7ដែលជាតំបន់ចុងក្រោយដែលយើងផុតចំណោតភ្នំគឺដល់ដីស្មើម្ដងអញ្ចឹងយើងចាយពេលអស់រយៈពេលជាង 4 ម៉ោងហើយរយៈចម្ងាយប្រហែលជា 4 គីឡូអញ្ចឹងយើងធ្វើដំណើរពីតំបន់ទី7នេះទៅកន្លែងបោះតង់ប្រហែលជា 1 គីឡូជាងទៀតប៉ុន្តែដីរីបស្មើអញ្ចឹងវាអាចថានឹងងាយស្រួលជាងការដើរឡើងភ្នំអូខេទៅមុខទៀត Yeah finally ដល់ហើយតោនេះជិះមកយកគ្នាកុំច្រឡំជិះម៉ូតូឡើងណាយើងឯងមកយកគ្នាយេគឺខ្ញុំដើរសុតបាទអ្នកនរគ្នាហើយខ្ញុំមានស័ក្តិសិទ្ធិច្រើនណាថ្ងៃហ្នឹងគឺខ្ញុំអាចធ្វើបានហើយ first time ហើយអត់បែកកង់តោះជឿមើលម៉ោងបងឥឡូវនេះយើងម៉ោង 4 កន្លះ 30 នាទីដូចដែលបាននិយាយនៅលើឡានអញ្ចឹងយើងចេញមកម៉ោង 11:50 នាទីវ៉ាវ mới 12 1 2 3 4 5 ម៉ោង 5 ម៉ោង yes ដល់ 5 ម៉ោងយើង 11:50 មែនសល់ 20 នាទីទៀតមិន 5 ម៉ោង 20 នាទីមិន 5 ម៉ោង wow សុំ beautiful ណា yeah beautiful អ្នកនរគ្នាមើល view អូយជាតិខ្លាំងអើយជ្រុំឯងជ្រុំសិនអ្នកគ្នាអត់ដឹងបរិយាយអារម្មណ៍មិនទេ view ស្អាតពេកចុះមិនតែអ្នកលើកទី 1 អូចប់យ៉ាតើឲ្យឈប់ពេកមិនចាផ្ទះមិនដែរនៅផ្ទះគាត់ណាមកដល់ឃើញ view ភ្លាមបាត់ហត់មកអូមិនទេត្រៃចាយពេល 4 ម៉ោងកន្លះអូអាចមើលបានអូស្អាតខ្លាំងណាស់ស្រុកខ្មែរតែស្រុកខ្មែរមិននៅ Switzerland ស្រុកខ្មែរបាទឥឡូវនេះយើងមកដល់កន្លែងយើងបោះតង់ហើយទាំងអស់នេះមើល view ខាងក្រោយ wow so beautiful ហើយអ្នកនេះនេះឲ្យបានឆាឡាតេមកឆាមានមកឆា strawberry មកឆាសូកូឡាមកឆាទឹកឃ្មុំមកឆាដូងអូច្រើនមែនតើដាក់ឈ្មោះក្នុងផ្សារខុសមែនខ្នងផ្សារបាទណែខ្នងគឺជាខ្នងហើយគឺមានផ្សារយ៉ានេះទៅប្រាក់ក្នុងផ្សារខ្នងមើលក្នុងផ្សារនៅទាំងនោះអ្នកយើងត្រូវពេលផឹកបានយើងដើរទៅខាងហ្នឹងយ៉ាអត់ឲ្យអញមើលតង់មែនមកច្រើនមែនទេមកវ៉ាវ
ดังนั้นអាចមើលពីខាងក្រោយខ្នងរបស់ខ្ញុំបានគឺកំពូលភ្នំយ៉ាfresh ខ្លាំងមែនតើហើយនេះគឺជាលើកទី1សម្រាប់ខ្ញុំដែលបានមកដល់ទីនេះហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែសាកល្បងមកទីនេះឲ្យបានម្ដងឲ្យបានឃើញផ្ទាល់ភ្នែកពីព្រោះកន្លងមកខ្ញុំបានឃើញទៅតាមបណ្ដាញសង្គមឃើញថាវាស្អាតវាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនក៏ប៉ុន្តែពេលដែលយើងបានមកដល់ឃើញផ្ទាល់ទស្សនវិជ្ជាជាក់ស្ដែងបែបនេះគឺថាតែនិយាយអីអត់ចេញមកគឺវាស្អាតខ្លាំងមែនទែនហើយនេះគឺជាខ្នងសំពៅព្រឹកនេះយើងនឹងងើបទៅមើលថ្ងៃរះនៅខ្នងផ្សារដែលយើងធ្វើដំណើរពីព្រឹកយើងងើបម៉ោង4ព្រឹកដើម្បីទៅមើលថ្ងៃរះហើយដោយសារតែពេលឡើងហ្នឹងគឺមានមេឃភ្លៀងច្រើនដែរអញ្ចឹងព្រឹកឡើងខ្ញុំគិតថានឹងមានអាប់ច្រើនមែនតើអញ្ចឹងខ្ញុំសម័យរូបភាពនឹងអត់ចេញទេថាវាទស្សនវិជ្ជាស្អាតបែបណាហើយអាចនឹងតិចទៀតស្ងប់មេឃលឹមតិចហើយយើងអាចបោះដ្រូន Yeah let's see អូខេសួស្តីអ្នកនរគ្នាបាទថ្ងៃនេះគឺដោយសារតែក្រុមរបស់យើងនឹងគឺមមាញឹកខ្លាំងមែនតើដូច្នេះហើយយើងបាក់កម្លាំងក្នុងការអ្នកលាងបន្លែអញ្ចឹងយើងទៅសំណពរឲ្យបងយើងលាងបន្លែរបស់ចូលចូលចូលខ្ញុំថាថិនគេអត់ទៅក៏ដោយប្រាទាំងអស់ហ្នឹងតាក់ចាក់អត់ So Good morning ទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី2ហើយឥឡូវនេះម៉ោង 5:40 នាទីយើងធ្វើដំណើរទៅខ្នងផ្សារដើម្បីមើលថ្ងៃរះហើយក៏ដូចជាញ៉ាំ breakfast ដូចជាមីកំប៉ុងមាន coffee Yep and ឬមកច្រើនមែនតើហើយដោយសារតែយើងងើបមកពីរឿងល្ងឹតអញ្ចឹងខ្ញុំថតអត់កើតដែរដោយសារតែមើលអត់ឃើញ Yepចឹងឥឡូវយើងទៅជួបគ្នានៅក្នុងផ្សារហ្មងតាមផ្លូវខ្ញុំអត់សូវបានថតទេ Yes អូខេបងប្អូនគ្នាឥឡូវនេះគឺខ្ញុំបានមកដល់ក្នុងផ្សារហើយនេះគឺជាលើកទី1ដែលខ្ញុំបានមកដល់ទីនេះឥឡូវយើងហូបមីសិនជាលឿនត This is coffee on the mountain. This is the coffee on the here, the mountain. Mưa bên đây. Kemudian coba muối. មានអារម្មណ៍មិនដែរ ស្បាយ ស្បាយខ្លាំងអត់ ខ្លាំង មកទៀតអត់ ចាំមើលសិន ចង់មកទៀតអត់ អាហ្នឹងគិតមើលសិនតែចង់ដើរព្រៃព្រោះដើរព្រៃនេះគឺស្បាយមែន មានអារម្មណ៍មិនដែរ មានអារម្មណ៍ happy ចង់មកទៀតអត់ ចង់តែដឹងមកកាល បងមានអារម្មណ៍មិនដែរបង សប្បាយអត់ ចង់មកទៀតអត់ មកតើមានឡើងដល់ អូនតា រំពិត អូនមិនតាមអូន សម្រាប់ vlog ថ្ងៃហ្នឹងគឺខ្ញុំសូមបិទតែត្រឹមហ្នឹងទេអញ្ចឹងអរគុណអ្នកនរនេះសម្រាប់ការទស្សនាវីដេអូនេះតាំងពីថ្ងៃទី1រហូតមកដល់ចុងក្រោយនៃវីដេអូ Yes ដោយសារតែខ្ញុំរៀងហត់ពេកអញ្ចឹងទៅក៏សូមបិទ vlog នៅលើភ្នំតែម្ដងអត់ចាំចុះទៅក្រោមទេអញ្ចឹងអរគុណអ្នកនរនេះជួបគ្នានៅវីដេអូក្រោយ